បាទជំរាបសួរបងប្អូនបន្តប្រធានបទតាក់ទងជាមួយនឹង stress ជាបន្តទៀតថ្ងៃនេះខ្ញុំលើកជូននៅក្នុងវីដេអូនេះជាមួយនឹងបងប្អូននៅវិធីគ្រប់គ្រងនិងព្យាបាល stress បាទគឺជាវីដេអូដ៏មានសារៈសំខាន់បំផុតសម្រាប់បងប្អូនហើយដែលបងប្អូនខ្មែរយើងរងចាំក្នុងការស្ដាប់វីដេអូនេះបន្តតែម្ដងបាទបងប្អូនបានជ្រាបវីដេអូច្រើនហើយដែលខ្ញុំជំរាបជូនហើយវីដេអូទាំងអស់ហ្នឹងគឺមានប្រយោជន៍ទាំងអស់បងប្អូនគឺត្រូវបងប្អូនស្វែងយល់គ្រប់វីដេអូដើម្បីធ្វើការសិក្សារៀនសូត្រអញ្ចឹងមុននឹងបងប្អូនរៀនពីវិធីគ្រប់គ្រង stress ឬក៏វិធីព្យាបាល stress ហ្នឹងគឺបងប្អូនត្រូវសិក្សាឲ្យយល់អំពីមូលហេតុត្រូវសិក្សាឲ្យយល់អំពីកត្តាហានិភ័យត្រូវសិក្សាឲ្យយល់អំពីដំណាក់កាលរបស់វាប្រភេទ stress តតែម្ដងផលប៉ះពាល់របស់វាតើបុគ្គលណាខ្លះដែលទទួលរងផលប៉ះពាល់ហើយខ្ញុំបានផលិតជិត10វីដេអូហើយជូនបងប្អូនសម្រាប់តាក់ទងជាមួយនឹង stress នេះដើម្បីឲ្យបងប្អូនលោកស្វែងយល់ប៉ុណ្ណឹងក៏មិនទាន់អស់ដែរបងប្អូននៅមានចំណុចលម្អិតច្រើនទៀតដែលត្រូវជម្រាបជូនបងប្អូនដើម្បីឲ្យបងប្អូនយល់ឲ្យបានលម្អិតច្បាស់តែម្ដងអញ្ចឹងសូមបងប្អូនទៅមើលវីដេអូទាំងអស់ហ្នឹងនៅក្នុង YouTube Channel ដុកទ័រលីយ៉ុយនៅក្នុង Facebook Page និង TikTok បាទបងប្អូនទៅមើលទៅមានវីដេអូអប់រំសុខភាពអំពី stress ហ្នឹងក៏ដូចជាអំពីបញ្ហាផ្លូវចិត្តក៏ដូចជាអំពីសុខភាពផ្លូវភេទសុខភាពបន្តពូជអីច្រើនផ្សេងទៀតមានវីដេអូច្រើនណាស់ដែលអប់រំសុខភាពរបស់បងប្អូនផ្ទាល់តែម្ដងអញ្ចឹងតាក់ទងជាមួយនឹងវិធីព្យាបាលគឺវាផ្អែកទៅលើកត្តាទាំងអស់ដែលខ្ញុំជំរាបមិញបន្ទាប់មកយើងត្រូវផ្ដោតទៅលើវិធីបង្ការបាទវិធីបង្ការខ្ញុំបានជំរាបជូននៅវីដេអូមុនតាក់ទងមួយវិធីបង្ការវាមាន7យ៉ាងបាទខ្ញុំមិនលើកឡើងវិញទេគ្រាន់តែខ្ញុំជំរាបបងប្អូនថាវិធីបង្ការទាំង7នោះវាប្រកាសជាមានប្រយោជន៍ក្នុងការយកទៅថែទាំសុខភាពរបស់បងប្អូនធ្វើម៉េចដើម្បីឲ្យទប់ដំណាក់កាលទី1ទី2នឹងទៅតាមបុគ្គលម្នាក់បុគ្គលខ្លះគាត់ទើបតែដំណាក់កាលដំបូងហើយគាត់មាន stress ល្អអញ្ចឹងគាត់ប្រើវិធីបង្ការនេះអាចគ្រប់គ្រងឬក៏អាចព្យាបាលបានដូចគ្នាផ្ទុយទៅវិញបើសិនជាបងប្អូនមានការកើតនឹងវារ៉ាំរ៉ៃហើយវាយូរមកហើយអាចឈានចូលដំណាក់កាលទី2ដំណាក់កាលទី3ពេលនោះឯងការព្យាបាលក៏វាមានភាពស្មុគស្មាញរឹតតែខ្លាំងឡើងអាចដោយសារព្យាបាលដោយខ្លួនឯងអាចតម្រូវឲ្យទៅជួបជាមួយនឹងគ្រូពេទ្យដើម្បីធ្វើការព្យាបាលផ្ទាល់តែម្ដងហើយបងប្អូនបានជ្រាបហើយថាតើបងប្អូនត្រូវចេះដកដង្ហើមយ៉ាងម៉េចសប្តាហ៍ថ្ងៃនេះយើងឃើញថាពីណាក៏ដកដង្ហើមដែរប៉ុន្តែអ្នកខ្លះទៅដកដង្ហើមមិនបានត្រឹមត្រូវទេហើយអាចនិយាយយ៉ាងអាក្រក់ថាមិនចេះដកដង្ហើមទៅទៀតអញ្ចឹងការដែលមិនចេះដកដង្ហើមនេះគឺជាបញ្ហាមួយពាក់ព័ន្ធជាមួយនឹងសុខភាពដើម្បីយើងគ្រប់គ្រង stress ដើម្បីយើងព្យាបាល stress យើងត្រូវចេះគ្រប់គ្រងការដកដង្ហើមយើងត្រូវហាត់ប្រាណឲ្យត្រឹមត្រូវការហាត់ប្រាណនេះគឺជារឿងមួយសំខាន់ផងដែរបងប្អូនខ្លះថាហាត់ប្រាណទៅវាយ៉ាងម៉េចឲ្យតែបានហាត់ប្រាណទៅបាទហាត់ប្រាណមួយចំនួនវាអត់មានប្រយោជន៍ទេបងប្អូនវាបង្កផលប៉ះពាល់ទៅវិញដូចខ្ញុំលើកអំពីរឿងដើម10000ជំហានមិនបាច់ដល់10000ជំហានទេការពិតត្រឹម5 6000ជំហាន7000ជំហានអស់ហើយបើកាលណាបងប្អូនដើរលឿនហ្នឹងក៏អត់ប្រយោជន៍ទេផ្ទុយទៅវិញវាបំផ្លាញរាងកាយរបស់បងប្អូនទៅវិញទេបាទបើសិនជាយើងមើលទៅលើទស្សនវិជ្ជាផ្សេងទៀតសប្តាហ៍ថ្ងៃនេះយើងសង្ខេបជារួមថាការព្យាបាល7ចំណុចនេះវាតកតងជាមួយនឹងបងប្អូនត្រូវបដូរទម្លាប់បដូរសកម្មភាពក្នុងការរស់នៅការទទួលទានកុំទទួលទានអ្វីដែលវាប៉ះពាល់សុខភាពបងប្អូនភាគច្រើនកាលណាគាត់ stress ហើយគាត់ចង់ទៅញ៉ាំស្រាបាទច្រៀងខារ៉ាអូខេបាទច្រៀងខារ៉ាអូខេល្អបងប្អូនប៉ុន្តែញ៉ាំស្រាអត់ល្អទេហើយច្រៀងខារ៉ាអូខេបើសិនជាធ្វើមកច្រៀងហើយមកផ្ទះមិនអីទេប៉ុន្តែបើច្រៀងហើយទៅមានស្រីទៀតអានឹងវាបង្កបញ្ហាទៅដល់ដំណោះគ្រួសារមួយទៀតអានឹងវាជាផលប៉ះពាល់ទៅវិញអញ្ចឹងការព្យាបាលទាំងអស់ហ្នឹងគឺ7ចំណុចហ្នឹងខ្ញុំមិនលើកឡើងវិញទេបងប្អូនទៅមើលទៅហើយខ្ញុំបន្ថែម3ចំណុចទៀតជូនបងប្អូនដើម្បីឲ្យគ្រប់10ចំណុចក្នុងការព្យាបាល stress ទាំងអស់តែម្ដងហើយ3ចំណុចនេះគឺភាគច្រើនគ្រូពេទ្យហើយអ្នកជំនាញបានធ្វើជូនបងប្អូនផ្ទាល់តែម្ដង3ចំណុចហ្នឹងគឺចំណុចទី1គឺបងប្អូនគឺការព្យាបាលផ្លូវចិត្តការព្យាបាលផ្លូវចិត្តនេះបងប្អូនគឺភាសាបារាំងគេថា psychotherapy បានន័យថាជាការព្យាបាលផ្លូវចិត្តការព្យាបាលផ្លូវចិត្តនេះគឺមានច្រើនបងប្អូនដើម្បីឲ្យជួយបងប្អូនបានគឺអាចថាបងប្អូនទៅជួបគ្រូពេទ្យម្នាក់ដែលធ្វើការផ្ដល់ប្រឹក្សាជូនបងប្អូនអំពីរឿងផ្លូវចិត្តបងប្អូនកុំមានការយល់ច្រឡំអ្វីដែលខ្ញុំជំរាបថាការផ្ដល់ប្រឹក្សានេះមិនមែនជាការវិនិច្ឆ័យរោគមិនមែនជាការដាក់កំហុសទៅលើបងប្អូនអ្នកជំងឺទេគឺគ្រាន់តែជាការស្ដាប់របស់គ្រូពេទ្យរបស់បុគ្គលម្នាក់ដែលទទួលការផ្ដល់ប្រឹក្សានោះវានឹងជួយឲ្យបងប្អូនអាចជាសះស្បើយបានខ្ញុំធ្វើការងារនឹង10ឆ្នាំជាងបងប្អូនតាក់ទងជាមួយនឹងការងារផ្ដល់ប្រឹក្សាទៅលើអ្នកជំងឺអេដនៅវិទ្យាស្ថាន Pasteur កម្ពុជាហើយជាបងប្អូនដែលមានវ័យ40 50ឆ្នាំសប្តាហ៍ថ្ងៃនេះបងប្អូនតែងតែធ្លាប់
tới chuộc nhom bạn nơi vị trí sang pastor Campuchia cả năm tu sửa vật mà pon bầm buồn rồi cao sấp cứ nhom bạn thưa ca nghị ết nơi vị trí sang pastor Campuchia là mấy đoประสาជួនបងប្អូនបាទផ្ដល់ប្រឹក្សានេះមិនមានជំនាញអីធំទេបងប្អូនគឺគ្រាន់តែស្ដាប់អ្នកជំងឺទៅជួយបានបាទប៉ុន្តែគ្រូពេទ្យនឹងត្រូវតែជាមនុស្សម្នាក់ដែលស្ដាប់ដោយយកចិត្តទុកដាក់បាទចាត់ទុកថាខ្លួនឯងជាមិត្តភក្តិជាសមាជិកគ្រួសារជាឪពុកម្ដាយរបស់អ្នកជំងឺបាទខ្ញុំធ្វើការងារហ្នឹងគឺខ្ញុំមានបទពិសោធន៍ច្រើនតាក់ទងជាមួយនឹងការគ្រប់គ្រង stress ការគ្រប់គ្រងស្ថានភាពអ្នកជំងឺបែបនេះផ្ទាល់តែម្ដងបងប្អូនវាមានវិធីព្យាបាលផ្សេងៗទៀតដូចជាបច្ចេកទេសសម្រាប់ចិត្តកាយអីចឹងជាដើមបងប្អូនហើយវាអាចមានបច្ចេកទេសក្នុងការព្យាបាលអារម្មណ៍របស់បងប្អូនក្នុងការធ្វើដូចជាបច្ចេកទេស relaxation បាទបច្ចេកទេស sophrology ចឹងជាដើមបាទដែលជាបច្ចេកទេសបារាំងហើយដែលជាបច្ចេកទេសមួយធ្វើឲ្យបងប្អូនសម្រាកកាយចិត្តធ្វើការយ៉ាងម៉េចមានលាយការហាត់ប្រាណផងមានលាយការសមាធិមានលាយអីផ្សងបញ្ចូលគ្នាបាទបងប្អូនចំណុចទៅនឹងគឺយើងមានគ្រូដើម្បីធ្វើដូចជាសពថ្ងៃនេះយើងឃើញមានការបង្កើតការធ្វើសមាធិមជ្ឈមណ្ឌលធ្វើសមាធិឬក៏គ្រូបង្គោលក្នុងការធ្វើសមាធិអីបងប្អូនអាចចូលរួមទៅសុទ្ធតែមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់លើកលែងតែគ្រូនោះឯងគេលោកគាត់អាចជាអ្នកមួយដែលគិតអវិជ្ជមានអាចថាអនុវត្តវិធីខុសធ្វើឲ្យមានការដាក់ទណ្ឌកម្មទៅលើអ្នកជំងឺពេលនោះឯងវាបង្កជាបញ្ហាទៅវិញទេបាទតែនឹងមានវិធីច្រើនណាស់បងប្អូនមានវិធីរាប់រយវិធីហើយខ្ញុំមិនជំរាបលម្អិតទេដោយសារពេលវេលាវីដេអូខ្ញុំគឺធ្វើត្រឹម10នាទីបងប្អូន7នាទីទៅ10នាទីអញ្ចឹងបើសិនជាខ្ញុំជជែកលម្អិតលើហ្នឹងអត់មានពេលជជែករឿងច្រើនទេអញ្ចឹងបានវីដេអូខ្ញុំបានពេលខ្លះចេះតែជ្រុលបងប្អូនចេះតែចង់ជជែកជូនបងប្អូនអញ្ចឹងសូមអធិស្ឋានហើយខ្ញុំគិតថានឹងលើកយកបច្ចេកទេសមួយដើម្បីជជែកលម្អិតជូនបងប្អូនថាបច្ចេកទេសនេះធ្វើទៅវាល្អយ៉ាងម៉េចវាមានផលប៉ះពាល់យ៉ាងម៉េចវាត្រូវធ្វើម៉េចឲ្យបានត្រឹមត្រូវបាទគឺមានក្បួនខ្នាតរបស់វាបងប្អូនមិនចេះតែធ្វើទេដោយបងប្អូនតាក់ទងជាមួយនឹងការធ្វើ fasting ចឹងបាទធ្វើ fasting ពេលខ្លះมันអាក្រក់ទេវាល្អប៉ុន្តែពេលដែលបងប្អូនធ្វើមួយចំនួនទៅទីបំផុតស្លាប់បាត់បាទស្លាប់មុនដឹងថាខ្លួនឯងហ្នឹងទទួលលទ្ធផលពី fasting ក៏មានដែរការធ្វើសមាធិដូចគ្នាបងប្អូនខ្លះធ្វើសមាធិទៅវាមិនគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អមិនមានវិធីត្រឹមត្រូវរហូតទៅដល់បែកកម្មដ្ឋានបាទរហូតដល់អ្នកខ្លះក៏ឈួតក៏មានដែរខ្ញុំធ្លាប់មានបងប្អូនដែលបានធ្វើសមាធិទៅគាត់បានឡើងទៅឋានសួគ៌ឯណាគាត់ប្រាប់ខ្ញុំហើយដល់សម្រាប់ឈានអីអាហ្នឹងខ្ញុំមិនហ៊ានថាទេប៉ុន្តែសម្រាប់វិស័យវិទ្យាសាស្ត្រការធ្វើរហូតដល់ប៉ុណ្ណេះទៀតគឺអាចជាការមួយដែលមានបញ្ហាទៅលើសុខភាពរបស់គាត់បងប្អូនបាទជាពិសេសគឺសុខភាពផ្លូវកាយគាត់ចំណេញសុខភាពផ្លូវចិត្តប៉ុន្តែគាត់បន្ថែមទម្ងន់របស់គាត់ទៅលើសុខភាពផ្លូវកាយផ្ទាល់តែម្ដងបាទនេះជាវិធីព្យាបាលទី1បន្ថែមទៅលើវិធីបង្ការបាទវិធីព្យាបាលទី2បងប្អូនគឺចូលដល់ការព្យាបាលតាមបែបវិទ្យាសាស្ត្រគឺការប្រើប្រាស់ថ្នាំការប្រើប្រាស់ថ្នាំនេះបងប្អូនគឺគ្រូពេទ្យត្រូវឲ្យថ្នាំហើយចំណុចនេះគឺអ្នកជំងឺខ្មែរចង់បានមែនទែនបាន100នាក់គឺចង់បានដល់100បងប្អូនគឺឲ្យតែមកជួបគ្រូពេទ្យលោកគ្រូមិនបាច់សួរខ្ញុំច្រើនលោកគ្រូមិនបាច់ប្រាប់រក្សាលោកគ្រូមិនបាច់សួរនាំលោកគ្រូមិនបាច់និយាយទាំងអស់លោកគ្រូឲ្យថ្នាំខ្ញុំមកធ្វើម៉េចដាក់ឲ្យថ្នាំខ្ញុំដេកលក់ភ្លាមឲ្យថ្នាំខ្ញុំបាត់ stress លោកគ្រូបាទខ្មែរយើងសម្បូរណាស់អញ្ចឹងបងប្អូនខ្ញុំជួបច្រើនហើយប៉ុន្តែការពិតគឺមិនមែនអញ្ចឹងទេថ្នាំនេះគឺប្រើបានតែមួយរយៈទេបងប្អូនកាលណាប្រើយូរទៅវាคล้ายជាថ្នាំញៀនកាលណាប្រើយូរទៅវាខូចសុខភាពរបស់បងប្អូនពីព្រោះថ្នាំប្រឆាំងជាមួយនឹងការព្រួយបារម្ភថ្នាំប្រឆាំងជាមួយ stress ថ្នាំសម្រួលអារម្មណ៍នឹងផ្ទាល់តែម្ដងហើយដែលភាសាបារាំងគេហៅថា anxiolytic គឺជាថ្នាំរងាប់អារម្មណ៍គឺជាថ្នាំដែលធ្វើឲ្យបងប្អូនដេកលក់ដែលធ្វើឲ្យបងប្អូនកុំគិតប្រភេទថ្នាំ antidepressor គឺជាថ្នាំប្រឆាំងជាមួយនឹងការបាក់ទឹកចិត្តប្រឆាំងជាមួយនឹងវិបលាសចិត្តរបស់បងប្អូនផ្ទាល់តែម្ដងបាទថ្នាំហ្នឹងគឺកាលណាប្រើយូរទៅគឺបងប្អូនមានបញ្ហាគឺដើម្បីព្យាបាល stress ដើម្បីព្យាបាលជំងឺថប់អារម្មណ៍ដើម្បីព្យាបាលបញ្ហាព្រួយបារម្ភដើម្បីព្យាបាលបាក់ទឹកចិត្តប៉ុន្តែវាបង្កផលប៉ះពាល់ទៅលើខ្លួនឯងផ្ទាល់តែម្ដងខ្ញុំគិតថាបើបងប្អូនបានមើលវីដេអូខ្ញុំបានថាពេលដែលបងប្អូនមាន stress ហ្នឹងតើមានបញ្ហាអ្វីកើតឡើងនៅក្នុងរាងកាយរបស់បងប្អូនបាទពេលដែលបងប្អូនមាន stress គឺអរម៉ូនវាចលាចលនៅក្នុងរាងកាយរបស់បងប្អូនពពួក neurotransmitter គឺសារជាតិបញ្ជូនសារពី neuron ពីប្រព័ន្ធប្រសាទមួយទៅប្រព័ន្ធប្រសាទមួយក៏វាមានភាពចលាចលដែរអញ្ចឹងមានន័យថាម៉េចមានន័យថាការប្រើថ្នាំហ្នឹងវាជួនកាលអាចជួយបានកម្រិតមួយទេតែអ្វីដែលសំខាន់គឺត្រូវរងផលប៉ះពាល់នៃជំងឺនៅផ្ទាល់តែម្ដងដូចជាការឡើងកូកទីសូលបងប្អូនធ្វើឲ្យបងប្អូននឹងមានបញ្ហាញ័រដៃញ័រជើងធ្វើឲ្យបងប្អូននឹង
បែកញើសចុងដៃចុងជើងធ្វើឲ្យបងប្អូននឹងលៀនភ្នែកគឺថាភ្នែកក្លោតដោយខ្មែរយើងអានឹងដូចខឹងដោយសមាជក៏ពិតគឺអាអរម៉ូននឹងឯងវាធ្វើឲ្យគាត់អញ្ចឹងឯងបន្តតែម្ដងបាទមិនមែនជាចិត្តរបស់គាត់ទេគឺជាសរីរសាស្ត្រឬក៏ជីវសាស្ត្ររបស់គាត់បានន័យថាជា physiology របស់គាត់ជា biology របស់គាត់ដែលធ្វើឲ្យគាត់មានបញ្ហាបែបនេះឯងបន្តតែម្ដងបាទចឹងបងប្អូនមិនមែនជារឿងពេទ្យមិនមែនជារឿងមួយលេងសើចឃើញបងប្អូនខ្មែរយើងមួយចំនួនមិនមានជំនាញពេទ្យទេគឺនិយាយពីរឿង stress នឹងនិយាយពីរឿង fasting និយាយពីអីហ្នឹងខ្ញុំពេលខ្លះខ្ញុំគិតថាគាត់និយាយល្អប៉ុន្តែបើគាត់និយាយខុសគឺបង្កបញ្ហាធ្វើឲ្យបងប្អូនអនុវត្តខុសចឹងខ្ញុំបារម្ភអ្វីដែលខ្ញុំបារម្ភគឺខ្ញុំតែនិយាយថា Chester ភ្លើលេខ1កាលណាបងប្អូនផ្ដល់ព័ត៌មានខុសកាលណាបងប្អូនរៀនខុសគឺបន្ថែមបងប្អូននឹងរត់តែ stress time ទេអត់ជួយបងប្អូនបានទេអញ្ចឹងត្រូវពិចារណាមែនទេទៅរកអ្នកជំនាញបងប្អូនឈឺទៅរកអ្នកជំនាញហើយបើបងប្អូនស្ដាប់តាមបណ្ដាញសង្គមអីក៏ដោយបងប្អូនត្រូវស្ដាប់អ្នកជំនាញដែលគេរៀនស្រួលបួលបាទក្រៅពីហ្នឹងមានគេនិយាយអីគឺចេះតែថាតាមគ្នាទេបងប្អូនហើយមនុស្សម្នាក់ដូចគ្នាទេបងប្អូនណាពីម្នាក់ទៅម្នាក់អញ្ចឹងវាខុសគ្នាអញ្ចឹងឯងបាទនេះជាចំណុចមួយដែលបងប្អូនត្រូវប្រយ័ត្នប្រយែងវិធីព្យាបាលមួយទៀតចុងក្រោយគេជាវិធីព្យាបាលបុរាណវិធីនេះគឺមានច្រើនណាស់សពថ្ងៃនេះនៅក្នុងប្រទេសយើងក្តីនៅក្នុងប្រទេសបារាំងក្តីនៅក្នុងសហរដ្ឋអាមេរិកក្តីគឺមានវិធីនេះច្រើនណាស់ហើយវិធីព្យាបាលបុរាណនេះបងប្អូនគឺបងប្អូនខ្លះស្គាល់ហើយគឺសពថ្ងៃហ្នឹងមានបញ្ហាទីកុសខ្យល់ហ្នឹងគឺជាវិធីព្យាបាល stress បែបបុរាណបងប្អូនការពិតខ្យល់ហ្នឹងគឺជា stress ហ្នឹងហើយបាទអញ្ចឹងបងប្អូនកុំទៅឆ្ងល់ណានៃគឺខ្យល់ហ្នឹងគឺជា stress កាលណាគាត់ stress ទៅគាត់វិបត្តិអរម៉ូនគាត់កោសទៅគាត់ធ្វើឲ្យអរម៉ូនមួយចំនួនហ្នឹងបានប្រសើរឡើងអញ្ចឹងធ្វើឲ្យអារម្មណ៍របស់គាត់បានប្រសើរឡើងប៉ុន្តែអត់ព្យាបាលបានទេបាទអត់ព្យាបាលផ្ទុយទៅវិញការកោសហ្នឹងមានផលប៉ះពាល់ហើយខ្ញុំគិតថារឿងកុសខ្យល់ហ្នឹងរឿងច្រើនមិនទៅចេះលម្អិតទេមានវិធីផ្សេងទៀតបងប្អូនរហូតដល់ស្រោចទឹកអីចឹងជាដើមមានវិធីខ្មែរយើងពីដើមមានចាប់ដាក់ខ្នោះទៀតក៏មានដែរបងប្អូនដែល stress ខ្លាំងចោទថាគាត់ឈួតអញ្ចឹងទៅក៏ចាប់ដាក់ខ្នោះដាក់ច្បាក់គាត់ហើយគាត់ឈួតបងប្អូនខុសគ្នាណាពីឈួតហើយនឹង stress គ្រាន់តែមានអាការៈរោគមានអត្តចរិតមួយរយៈទេហើយគាត់នឹងអាចវិវត្តទៅរកអាការៈរោគមួយផ្សេងទៀតរីឯវិកលចរិតជំងឺឈួតគឺជាជំងឺតែម្ដងគឺมันអាចបកវិញទេប៉ុន្តែ stress បងប្អូនអាចបកវិញអញ្ចឹងហើយខ្មែរយើងខ្ញុំឃើញណាពេលខ្លះគឺចាប់គាត់ដាក់ច្បាក់កាលខ្ញុំនៅក្មេងៗមានបងមួយចំនួនគាត់stress ខ្លាំងពេកទៅដល់ពុកម្ដាយមិនដឹងធ្វើម៉េចបាទចាប់ដាក់ច្បាក់គាត់ហើយខ្ញុំធ្លាប់ជជែកជាមួយគាត់ខ្ញុំយល់ពីគាត់ថាគាត់មិនមែនមានជំងឺឈួតទេគឺជាការយល់ខុសរបស់ពុកម្ដាយទេជាការយល់ខុសរបស់សង្គមខ្មែរទេដែលយើងនាំគាត់ចាប់ស្រោចទឹកហើយចាប់គាត់ដាក់ច្បាក់ដាក់អីហ្នឹងគឺជារឿងខុសឆ្គងណាខ្ញុំគិតថាខ្មែរជប់សើទៀតទេបងប្អូនព្រោះអាហ្នឹងវារឿងមួយដែលអាក្រក់រឿងមួយដែលគេហៅថាជាវិធីព្យាបាល stress ដែរប៉ុន្តែបែបអវិជ្ជមានហើយបែបអវិជ្ជមានមានច្រើនណាបងប្អូនខ្មែរយើងឲ្យតែ stress ពិបាកចិត្តតិចជួបជុំគ្នាផឹកស្រាវាជាវិធីព្យាបាល stress ប៉ុន្តែវាទទួលផលអវិជ្ជមានគេហៅថាវិធីព្យាបាល stress បែបអវិជ្ជមានបងប្អូនប្រើអំពើហិង្សាបាទពេល stress អីចឹងណាត់គ្នាវាយគ្នាបាទណាត់គ្នាវាយតាមហ្គេមណាត់គ្នាវាយតាមដៃផ្ទាល់ពីដើមមិនទាន់មានហ្គេមណាត់គ្នាវាយគ្នានៅក្នុងព្រៃនៅក្នុងចុងភូមិនៅក្នុងវត្តអីចឹងជាដើមបាទហើយយើងឃើញទស្សវត្សមុនមិនទាន់មានហ្គេមមិនទាន់មានទូរស័ព្ទដៃបាទមានណាត់វាយគ្នាណាឥឡូវគឺណាត់វាយគ្នាលែងមានហើយប៉ុន្តែគាត់ណាត់វាយហ្គេមនៅក្នុងទូរស័ព្ទដៃម្ដងបាទអញ្ចឹងអានេះជាទស្សនវិជ្ជាមួយដែលបញ្ហា stress របស់គាត់អ្នកខ្លះ stress ខ្លាំងគឺប្រើប្រាស់គ្រឿងញៀនអានេះជាកត្តាបញ្ហាដោយសារទាំងអស់ហ្នឹងគឺជាវិធីព្យាបាលមួយបែបអវិជ្ជមានហើយបើល្អដែរគឺបងប្អូនដែលពេល stress ទៅម៉ាស្សាអញ្ចឹងការធ្វើម៉ាស្សាហ្នឹងវាមិនមានប្រយោជន៍អីទេការធ្វើ steam ការធ្វើ sauna ហ្នឹងវាមិនមានប្រយោជន៍ទេវាគ្រាន់តែជាការមួយដែលព្យាបាល stress បែបបុរាណទេហើយខ្ញុំនឹងធ្វើវីដេអូផ្សេងទៀតតើទៅនៅ steam sauna massage តើដឹងអីហ្នឹងជូនបងប្អូនកុសខ្យល់អីហ្នឹងបាទហើយកុំឲ្យមានការយល់ច្រឡំទៀតខ្ញុំនឹងធ្វើវីដេអូទាំងអស់ជូនបងប្អូនខ្មែរឲ្យបងប្អូនរៀនទាំងអស់អំពីវិទ្យាសាស្ត្រថាគេអានឹងជាការធ្វើខុសឬក៏ធ្វើត្រូវកម្រិតណាបងប្អូនចង់ធ្វើចោះអានោះជាការសម្រេចចិត្តរបស់បងប្អូនតែខ្ញុំតួនាទីរបស់អ្នកជំនាញតួនាទីរបស់គ្រូពេទ្យខ្ញុំចង់ណែនាំជូនបងប្អូនចំណុចមួយចុងក្រោយទៀតដែលធ្វើផងដែរគឺសប្តាហ៍ថ្ងៃនេះយើងមានជំនឿទៅលើអាហារបងប្អូនយើងមានជំនឿទៅលើឱសថបុរាណបាទឱសថបុរាណអាហារបងប្អូនទាំងអស់នេះបងប្អូនច្រើនតែអួតທາງធម្មជាតិច្រើនតែអួតថាអីបើធម្មជាតិល្អបងប្អូនពីព្រោះអាហារខ្លះយើងញ៉ាំទៅវាជា neurotransmitter
neurotransmitter វាជាប្រភេទដែលញ៉ាំទៅធ្វើឲ្យផលិតអរម៉ូនធ្វើឲ្យកើតអរម៉ូនអញ្ចឹងវាចូលតាមកាពះពោះវៀនបងប្អូនហើយជាពិសេសពោះវៀនហ្នឹងវានាំឲ្យស្រូបចូលទៅក្នុងខ្លួនរបស់បងប្អូនស្រូបទៅវាបានជា neurotransmitter ពេលនោះឯងវាជួយសម្រួលទៅដល់អាការៈ stress របស់បងប្អូនគឺដំណើរនៃការវិវត្ត stress របស់បងប្អូនបានមួយចំនួនដែរអញ្ចឹងបើបងប្អូនធ្វើ fasting stress ហើយធ្វើ fasting ទៀតគឺអត់បានទទួលអាហារទាំងអស់ហ្នឹងនឹងហើយដែលជាបញ្ហាដែលខ្ញុំឲ្យពិចារណាមែនទែនមុននឹងបងប្អូនសម្រេចចិត្តធ្វើ fasting អញ្ចឹងរឿងទាំងអស់ហ្នឹងគឺវាមានច្រើនណាស់បងប្អូនហើយខ្ញុំបារម្ភជាងគេសប្តាហ៍ថ្ងៃនេះឱសថបុរាណវាលែងជាបុរាណហើយវាលែងជាដើមឈើទៀតហើយគឺឱសថបុរាណមួយចំនួននេះបងប្អូនគឺបន្ថែមថ្នាំពេទ្យបន្ថែមសារជាតិគីមីព្រោះមានការដើរទិញថ្នាំហូដេលេនៅតាមឱសថស្ថានយកទៅផលិតស្អីខ្ញុំមិនដឹងទេបាទអានេះជាអ្វីមួយដែលខ្ញុំទាញការប្រុងប្រយ័ត្នផលិតផលคล้ายក៏ច្រើនដែរអញ្ចឹងសប្តាហ៍ថ្ងៃនេះយើងមានស្ថាប័នច្រើនដែលប្រឆាំងជាមួយរឿងអស់ហ្នឹងប៉ុន្តែនៅតែមានជនខិលខូចដែលពិបាកក្នុងការប្រឆាំងហើយដែលគេហៅថាត្រីងៀតជ្រៀតពងបាទក្នុងការធ្វើការងារហ្នឹងហើយអ្វីដែលខ្ញុំនិយាយហ្នឹងបងប្អូនសូមអធិស្ឋានបងប្អូនដែលមានការប៉ះពាល់ខ្ញុំមានចេតនាតែមួយគត់គឺដើម្បីអប់រំសុខភាពដើម្បីធ្វើឲ្យបងប្អូនខ្មែរមានសុខភាពល្អអញ្ចឹងខ្ញុំមិនបានប៉ះពាល់ទៅលើវិជ្ជាជីវៈក្តីឬក៏មុខរបររបស់បងប្អូនទូអនឡាញឬក៏បងប្អូនដែលរកស៊ីមួយចំនួនទេហើយសូមអធិស្ឋានបាទវីដេអូនេះយ៉ាងវែងឲ្យខ្ញុំអត្ថាធិប្បាយច្រើនទៅលើរឿងដែលកើតក្នុងសង្គមយើងបាទមិនលម្អិតពេកទេបងប្អូនប៉ុន្តែចំណុចទាំងអស់ហ្នឹងនឹងមានពេលជជែកជូនបងប្អូននៅពេលក្រោយអញ្ចឹងខ្ញុំសូមប៉ុណ្្នឹងសិនជូនបងប្អូនហើយបើបងប្អូនចង់ពិគ្រោះជាមួយនឹងខ្ញុំបានអំពីបញ្ហាទាំងអស់ហ្នឹងក៏ដូចជាចង់ឲ្យខ្ញុំផ្ដល់សិក្ខាសាលាបងប្អូនអាចណាត់ជួបជាមួយនឹងខ្ញុំបានតាមលេខ Telegram ដែលមាននៅក្នុងវីដេអូនេះដែលមានលេខ093 977 933បាទសូម slash វីដេអូប៉ុណ្ណឹងសិនបងប្អូនសូមជម្រាបលា